ព្រឹត្តិការណ៍អ្នកមានបុណ្យចេញមកនៅពេលពាក់កណ្ដាលសាសនាមួយអំពីស្ថានភាពស្រុកទេសមុនពេលអ្នកមានបុណ្យចេញមកមនុស្សម្នាក្នុងសម័យនោះនឹងវវែងលែងស្គាល់គុណលែងស្គាល់ទុក្ខអ្នកដឹកនាំលែងមានសិលព្រៃបិសាចនរោប្រែតឡើងមកដឹកនាំប្រជារាស្ត្ររងទុក្ខលំបាកអ្នកបួសមិនមានសិលព្រះធម៌បាត់បង់អស់ខ្លឹមសារមនុស្សម្នានឹងជឿតែអ្នកបោកប្រាស់មិនស្ដាប់មិនស្គាល់អ្នកមានសិលពិតប្រាកដមនុស្សលែងស្គាល់ខុសលែងស្គាល់ត្រូវអាក្រក់คล้ายជាល្អសคล้ายជាខ្មៅកើតក្តីក្រហល់ក្រហាយវឹកវរហើយមានអ្នកមានសិលមនុស្សល្អត្រឹមត្រូវត្រូវរត់ទីទៅនៅព្រៃព្រោះមនុស្សអាក្រក់រស់នៅទីក្រុងទីស្រុកពីអំពីសញ្ញានានាបង្ហាញថាចិត្តដល់ពេលអ្នកមានបុណ្យចេញមកសង្គ្រោះមានសញ្ញាធំ3គឺ1សកលលោកកើតទូរភពកើតជំងឺរាតត្បាតបានកើតរោគបង្ហើយ2មានអភូតហេតុនានាផ្នែកធម្មជាតិដែលមិនធ្លាប់កើតមានពិសេសនៅលើផ្ទៃមេឃជំនឿចាស់ពីដើមលោកថាកាលណាមានផ្កាយដុកកន្ទុយសម្គាល់ថាស្រុកទេសនឹងកើតសង្គ្រាមបើមានថ្ងៃបាំងឆាប់ញឹកញយនឹងមានការផ្លាស់ប្ដូរមេដឹកនាំកម្ពុជាជាដើមឯកសារខ្លះទៀតថានៅពេលអ្នកមានបុណ្យចេញមកនឹងមានសន្ធឹកគួរលាន់លេខបន្ទោក៏ក្រោយទីមេលាក់3នឹងកើតមានសង្គ្រាមត្រង់ចំណុចនេះចាស់ពីដើមដំណើរថានៅពេលអ្នកមានបុណ្យចេញមកស្រុកទេនឹងកើតទុកវោសិនហើយនឹងកើតមានសង្គ្រាមការីចេញពីទីក្រុងហេតុការណ៍វឹកវរនេះគ្មាននរណាអាចបង្ក្រាបបានឡើយគឺមានតែអ្នកមានបុណ្យទេទើបអាចបង្ក្រាបបានហើយនឹងឡើងដឹកនាំនៅពេលនោះតែម្ដងចាស់បានដំណើរនឹងឯកសារពុទ្ធទំនាយបរទេសក៏បាននិយាយដែរថាអ្នកមានបុណ្យនឹងរើងយកតែអ្នកមានសិលគឺយកតែមនុស្សល្អហើយនឹងបានរួចខ្លួនពីស្ថានភាពវឹកវរនោះរីឯអ្នកអត់សិលឬទៅពួកមនុស្សអាក្រក់វិញនឹងរងកម្មរងគ្រោះនៅពេលដែលកើតគ្រោះចលាចលនោះអំពីព្រឹត្តិការណ៍ក្រោយពេលអ្នកមានបុណ្យចេញមកមានដំណើរថាពេលនោះក្រុងបាងកករលំភ្នំពេញរលួយត្រីនគរអន្តរាយសបាយក្រុងអង្គរវត្តចាស់ធ្លាប់ដំណើរថាអនាគតនៃទីក្រុងប្រទេសខ្មែរគឺសៀមរាបអង្គរហើយពេលនោះសៀមសល់ដីមួយសួនយួនសល់មួយទូកខ្មែរសល់មួយមនុស្សពោបានសុខសាន្តប្រាណរហូតតទៅហើយព្រះធម៌ក៏បានភ្លឺឡើងវិញរហូតដល់គ្រប់5000ព្រះវស្សាទៅប្រលាយបាត់បង់មុនពេលព្រះសិអាមេត្រីមកត្រាស់ដឹងជាប្រពុតចុងក្រោយបង្អស់ក្នុងផតកັບផែនដីនេះ